សូមជូនរឿងដើមកំណើតឆ្នាំទាំង12កាលពីសម័យបុរាណមុនពេលមនុស្សនៅលើផែនដីមានបដិទិនឬវិគីគណនាពេលវេលាដូចសពថ្ងៃពិភពលោកនៅតែសាមញ្ញមនុស្សរស់នៅដោយពឹងផ្អែកលើធម្មជាតិដាំដំណាំចិញ្ចឹមសត្វនិងប្រមូលផលតាមរដូវប៉ុន្តែមនុស្សមានបញ្ហាធំមួយគឺពួកគេមិនអាចដឹងថាពេលណាជាឆ្នាំថ្មីពេលណាជារដូវដាំដំណាំនិងពេលណាជាពេលប្រមូលផលមនុស្សខ្លះនិយាយថាឆ្នាំនេះគឺឆ្នាំទី1ខ្លះទៀតនិយាយថាឆ្នាំទី2គ្មាននរណាដឹងច្បាស់ឡើយការរស់នៅក៏កាន់តែពិបាកនៅលើមេឃមានព្រះអធិរាជមួយអង្គដែលមើលថែពិភពលោកព្រះអង្គបានឃើញបញ្ហារបស់មនុស្សហើយបានគិតថាត្រូវមានវិធីមួយដើម្បីរៀបចំពេលវេលាឲ្យមានលំដាប់បន្ទាប់ពីគិតយូរព្រះអង្គបានសម្រេចថានឹងបង្កើតបដិទិនថ្មីមួយដែលមានឆ្នាំចំនួន12ដើម្បីជ្រើសរើសឈ្មោះឆ្នាំទាំង12ព្រះអង្គបានសម្រេចរៀបចំការប្រកួតធំមួយសម្រាប់សត្វទាំងអស់នៅលើផែនដីព្រះអង្គបានផ្ញើសារទៅគ្រប់ទីកន្លែងថាសត្វទាំងអស់សូមស្ដាប់នៅថ្ងៃព្រឹកព្រលឹមមួយខាងមុខនេះនឹងមានការប្រកួតធំមួយសត្វណាដែលអាចមកដល់ព្រះបរមរាជវាំងលើមេឃមុនគេទាំង12នឹងត្រូវបានជ្រើសរើសឲ្យតំណាងឆ្នាំទាំង12នៅក្នុងបដិទិនថ្មីដំណឹងនេះបានរាលដាលទៅគ្រប់ព្រៃភ្នំទន្លេនិងវាលស្មៅសត្វជាច្រើនមានអារម្មណ៍រំភើបនិងចង់ចូលរួមការប្រកួតនេះគោគឺជាសត្វដែលខិតខំនិងអត់ធ្មត់វាបាននិយាយថាខ្ញុំមិនលឿនដូចសត្វខ្លះទេប៉ុន្តែខ្ញុំអាចធ្វើដំណើរយូរបានខ្ញុំនឹងចេញដំណើរពេលព្រឹកឆាប់កណ្ដុរតូចប៉ុន្តែឆ្លាតណាស់វាបានគិតក្នុងចិត្តថាខ្ញុំតូចពេកបើខ្ញុំឆ្លងទន្លេធំខ្ញុំប្រហែលជាមិនអាចឈ្នះបានតែបើខ្ញុំប្រើប្រាជ្ញាខ្ញុំអាចរកវិធីឈ្នះបានខ្លាជាសត្វដែលមានកម្លាំងនិងភាពក្លាហានវាបាននិយាយដោយទំនុកចិត្តថាគ្មានអ្វីអាចបញ្ឈប់ខ្ញុំបានទេខ្ញុំនឹងប្រើកម្លាំងរបស់ខ្ញុំឈ្នះការប្រកួតនេះទន្សាយជាសត្វលឿនប៉ុន្តែវាមិនចេះហែលទឹកល្អទេវាបានចាប់ផ្ដើមគិតពីវិធីឆ្លងទន្លេនាគជាសត្វអស្ចារ្យដែលអាចហោះបានសត្វជាច្រើនគិតថានាគនឹងឈ្នះការប្រកួតយ៉ាងងាយសត្វផ្សេងទៀតដូចជាពស់សេះពពែស្វាមាន់ឆ្កែនិងជ្រូកក៏បានរៀបចំខ្លួនដូចគ្នាព្រឹកព្រលឹមថ្ងៃប្រកួតមេឃនៅតែស្រអាប់ខ្យល់ត្រជាក់បក់តាមព្រៃសត្វជាច្រើនបានមកជួបគ្នានៅក្បែរទន្លេធំមួយដែលជាផ្លូវត្រូវឆ្លងដើម្បីទៅដល់ព្រះបរមរាជវាំងគោបានមកដល់មុនគេវាបានចាប់ផ្ដើមដើរឆ្លងទន្លេយ៉ាងស្ងប់ស្ងាត់កណ្ដៅបានឃើញគោហើយគិតថានេះហើយជាឱកាសរបស់ខ្ញុំវារត់ទៅជិតគោហើយនិយាយថាមិត្តគោសូមជួយខ្ញុំផងខ្ញុំតូចពេកមិនអាចឆ្លងទន្លេបានបើអ្នកអនុញ្ញាតខ្ញុំសូមឡើងលើខ្នងអ្នកគោមានចិត្តគោវាបាននិយាយថាបានហើយឡើងមកលើខ្នងខ្ញុំចោះដូច្នេះកណ្ដៅបានឡើងលើខ្នងគោហើយពួកវាបានចាប់ផ្ដើមឆ្លងទន្លេខ្លាបានមកដល់ទន្លេបន្តិចក្រោយទឹកហូរលឿននិងខ្លាំងប៉ុន្តែខ្លាមិនខ្លាចឡើយវាបានលោតចូលទឹកហើយហែលដោយកម្លាំងធំទោះបីជាទឹកហូរខ្លាំងក៏ដោយខ្លានៅតែបន្តហែលរហូតឆ្លងទន្លេបានទន្សាយវិញមិនចេះហែលទឹកល្អទេវាបានរកឃើញថ្មតូចនៅក្នុងទន្លេហើយលោតពីថ្មមួយទៅថ្មមួយពេលខ្លះវាស្ទើរតែធ្លាក់ទឹកប៉ុន្តែវានៅតែព្យាយាមនាគគឺជាសត្វអស្ចារ្យដែលអាចហោះបានសត្វជាច្រើនគិតថានាគនឹងឈ្នះការប្រកួតយ៉ាងងាយប៉ុន្តែពេលវាកំពុងហោះវាបានឃើញភូមិមួយនៅខាងក្រោមដែលកំពុងរងគ្រោះដោយគ្រោះរាំងសួងដំណាំស្ងួតនិងមនុស្សកំពុងរងទុក្ខនាគមានចិត្តមេត្តាវាបានបញ្ឈប់ការប្រកួតបន្តិចហើយបញ្ចេញពពកនិងភ្លៀងធ្លាក់ដើម្បីជួយមនុស្ស
បន្ទាប់ពីភ្លៀងធ្លាក់និងដំណាំបានរុះឡើងវិញនាគទៅបន្តដំណើរទៅកាន់គោលដៅសេះវិញរត់លឿនណាស់វាមានជើងវែងនិងកម្លាំងធំប៉ុន្តែពស់បានលាក់ខ្លួននៅក្បែរជើងសេះពេលសេះជិតដល់គោលដៅពស់បានលោតចេញភ្លាមសេះភ័យខ្លាំងហើយឈប់បន្តិចពស់បានឆ្លៀតឱកាសរុញខ្លួនទៅដល់គោលដៅមុនសេះពពែស្វានិងមួនបានមកដល់ទន្លេជាមួយគ្នាពួកវាមិនអាចឆ្លងទន្លេដោយខ្លួនឯងបានងាយទេដូច្នេះពួកវាបានសហការគ្នាពួកវាបានរកឃើញទូកតូចមួយហើយជួយគ្នាបើកទូកឆ្លងទន្លេដោយសារតែការសហការនេះពួកវាបានទៅដល់គោលដៅជិតគ្នាឆ្កែស្រឡាំងទឹកខ្លាំងពេលវាមកដល់ទន្លេវាធ្លេងទឹកដោយសប្បាយនិងភ្លេចថាកំពុងប្រកួតជ្រូកវិញដើរយឺតពេលវាដើរបន្កាត់ដាវផ្លូវវាបានឃើញអាហារឆ្ងាញ់ហើយឈប់ញ៉ាំបន្ទាប់ពីញ៉ាំវាបានដេកសម្រាកបន្តិចមុននឹងបន្តដំណើរពេលមកដល់ព្រះបរមរាជវាំងគោជិតដល់ខ្សែបញ្ចប់មុនគេប៉ុន្តែកណ្ដោលដែលអង្គុយលើក្បាលគោបានលោតចូលភ្លាមហើយរត់ទៅដល់គោលដៅមុនគេដូច្នេះលំដាប់ឆ្នាំទាំង12បានកំណត់ដូចនេះឆ្នាំកណ្ដោលឆ្នាំគោឆ្នាំខ្លាឆ្នាំទន្សាយឆ្នាំនាគឆ្នាំពស់ឆ្នាំសេះឆ្នាំពពែឆ្នាំស្វាឆ្នាំមួនឆ្នាំឆ្កែនិងឆ្នាំជ្រូកព្រះអធិរាជបានប្រកាសថាចាប់ពីថ្ងៃនោះទៅឆ្នាំនីមួយៗនឹងមានឈ្មោះតាមសត្វទាំងនេះរឿងព្រេងនេះបង្ហាញថាសត្វនីមួយៗមានលក្ខណៈខុសគ្នាកណ្ដោលតំណាងឲ្យប្រាជ្ញាគោតំណាងឲ្យការខិតខំខ្លាតំណាងឲ្យភាពក្លាហានទន្សាយតំណាងឲ្យភាពព្យាយាមនាគតំណាងឲ្យចិត្តមេត្តាសត្វផ្សេងទៀតក៏បង្ហាញពីលក្ខណៈពិសេសរបស់ពួកវាដែរចាប់ពីពេលនោះមកមនុស្សបានប្រើឆ្នាំទាំង12នេះដើម្បីគណនាពេលវេលាហើយរឿងនេះក៏បានប្រាប់បន្តពីចំនួនមួយទៅចំនួនមួយរហូតមកដល់សព្វថ្ងៃ